ចាហាងគេថេកសួរថាស្អែកអ្នកឯងមកធ្វើការពីព្រលឹមឲ្យខ្ញុំបានអត់ថេកស្មានណាមកថេកម៉ោង 9 10មនុស្សចូលដេកហើយហ្នឹងខ្ញុំនេះថេកប្រាប់ប្តីតថាបងអើយចេញពីធ្វើការបើឯងប្រឡាក់សាច់ឲ្យអូនផងស្អែកអូនទៅធ្វើការពីព្រលឹមខ្លាចអត់មានអីឲ្យកូនញ៉ាំអញ្ចឹងប្តីនៅគាត់មួម៉ៅហ្មងគាត់ថាមិនបានផលមនុស្សនៅធ្វើការឲ្យប្រឡាក់សាច់មិនបានមិនប្រឡាក់ទៅណាប្រឡាក់តន់បើតម្រាំតាគេប្រាប់ហ្នឹងចាប់ផ្ដើមយកសាច់ចេញពីទូកហ្នឹងតម្រាំទៅសាច់ហ្នឹងអាលាយគាត់ចេញពីធ្វើការតម្រាំហើយកូនខ្ញុំនេះពីដេកឡើងវាឃ្លានវានោះសាច់អាំងម៉ែឈ្ងុយហ្នឹងគឺថារត់ចូលចក្រានមកកាយញាត់តែម្ដងខ្ញុំអត់មានពេលបញ្ចុកកូនឬក៏ឲ្យកូនញ៉ាំស្រួលបួរទេថ្ងៃហ្នឹងព្រោះអីខ្ញុំប្រញាប់ទៅធ្វើការពីព្រលឹមមកដល់ចឹងទៅគឺធ្វើបតាកូនណាឃ្លានឲ្យមកញ៉ាំបតាព្រោះអីប្តីខ្ញុំយប់មិនគាត់ធ្វើការយប់ជ្រៅឃើញតែកតោបាយក៏គាត់បានលៀងដែរគាត់គ្រាន់តែប្រឡាក់សាច់ឲ្យអូនខ្លាគាត់ធ្លាប់សួរខ្ញុំថាចេះប្រញាប់ទៅធ្វើការចឹងហើយនៅថតវីដេអូបានទៀតអូមានអីទៅពិបាកបងប្អូនហើយគ្រាន់តែដាក់កងកាមេរ៉ាចោលហើយយើងថតនឹងចំណាយពេលអត់យូរទេហើយបើយើងអត់ឆ្លៀតថតអត់ឆ្លៀតកាត់វីដេអូចឹងពេលយើងទៅធ្វើការគឺអត់មានវីដេអូឲ្យបងប្អូនទាំងអស់គ្នាមើលចឹងណាហើយមកខ្ញុំគឺស្រួលងាយទេឲ្យតែពេលដែលខ្ញុំទៅធ្វើការបញ្ញាប់ចឹងខ្ញុំអត់ធ្វើម្ហូបអីសាំញ៉ាំច្រើនទេអានេះសាច់ប្តីខ្ញុំប្រឡាក់ឲ្យនេះបងប្អូនហើយគ្រាន់តែគាត់ចាក់ទឹកប្រឡាក់សាច់ចឹងអស់ពីកំប៉ុងអត់ចេះស្មានសាច់ថាអូសាច់ប៉ុណ្ណាដាក់ប៉ុណ្ណាអត់ទេមនុស្សប្រុសគឺបែបនឹងឯងសម្រាប់អ្នកដែលគាត់សួរខ្ញុំពីប្រភេទ probiotic នេះសួរច្រើនមែនតែនថាអានឹងជួយស្អីខ្លះអានឹងវាជួយលើកាពះពោះវៀនវាជួយដល់ការរំលាយអាហារវាជួយសម្រាប់អ្នកដែលគាត់មានបញ្ហាទល់លាមកបត់ជើងអត់ទៀងទាត់ញ៉ាំអីទៅចេះតែភើញ៉ាំអីទៅធ្វើឲ្យឈប់អល់ធ្វើឲ្យចុកពោះអីប្រើជាមួយប្រភេទ probiotic នេះទៅបងប្អូនអាចហៅទិញបាននៅតាមអសតដ្ឋានហើយសួរពីអត្ថប្រយោជន៍បន្ថែមទៀតក៏បានដែរឬក៏ឆាទៅផេកផ្សារធម្មជាតិ24សួរព័ត៌មានលម្អិតក៏បានដែរនេះបើសិនជាមាន air fry ក៏អាំងទៅឆ្ងាញ់ដែរដោយសារតែទឹកប្រាក់សាច់ហ្នឹងវាឆ្ងាញ់ហើយវាឈ្ងុយអញ្ចឹងតែខ្ញុំចៀនចេះទៅវាឆ្អិនឆ្អិនខាងក្នុងឆ្អិនទាំងក្រៅបើអាំងនៅក្នុង air fry ខាងក្នុងរៀងមានភីងហើយខ្ញុំអត់ចង់ឲ្យកូនប្រុសខ្ញុំញ៉ាំភីងឯងព្រោះគាត់នៅក្មេងអីចឹងណាហើយវាប៉ុណ្្នេះឯងបងប្អូនយើងអាំងកុំឲ្យឆ្អិនពេកទោះឆ្អិនពេកក៏ខ្សោះដែរនេះពេលដែលយើងត្រូវការញ៉ាំដងទៀតដាក់នៅក្នុង microwave ទៅល្មមតែម្ដងហើយអានេះជាប្រភេទ strip កូនប្រុសខ្ញុំមកប្រទេសហ្នឹងដាច់ចឹងបងប្អូនហើយគាត់នេះញ៉ាំសាច់ច្រើនណាស់ហើយយើងឆាជាមួយប្រូកូលីផ្សិតឲ្យគាត់បន្តិចទៅដើម្បីមានជាតិបន្លែក្នុងខ្លួនតែកូនខ្ញុំមិនសូវចង់ញ៉ាំអីម៉ានទេតែប្តីខ្ញុំអញ្ចឹងហើយយើងចិត្តបកក្រូចចឹងទៅរៀបចំដាក់នៅលើតុចារហើយគឺប្តីខ្ញុំអ្នកចាត់ការហើយពួកឯងថ្ងៃនេះមក8ត្រូវទៅដល់កន្លែងគឺថាខ្ញុំធ្វើម្ហូបនេះចំណាយពេលតែ40នាទីបងប្អូនលឿនមែនតែនអត់យូរទេអញ្ចឹងថតវីដេអូអីទៅ40-50នាទីហ្នឹងគឺថាល្មមបើអត់ថតវីដេអូតែកន្លះម៉ោងជ្រុលផងតែគាត់ហ្នឹងទេជ្រួជ្រានៅព្រោះ2នាក់ទៀតតន់ងើបពីគេងទេអាគាត់នេះធ្លាប់ទៅរៀនឥឡូវវ៉ាកងហើយឡើងទៅរៀនហើយអញ្ចឹងងើបលឿនធម្មតាគឺថាងើបញ៉ាំទៅញ៉ាំឲ្យដាក់ចូលវិញទៅហើយកូនប្រុសខ្ញុំនេះមានតែខ្យល់អីទេបងប្អូនខ្លះគាត់ថាមិនថាគ្នាចឹងមែនបងប្អូនកូនខ្ញុំ7-8ឆ្នាំហើយគ្មានតែខ្យល់អីទេរាល់ថ្ងៃនេះបដៅអើយបដៅឡើងរយមាត់ហើយអត់ដូចកូនស្រីខ្ញុំទេកូនស្រីខ្ញុំដឹងខុសត្រូវជាងអាគាត់នេះឆ្ងាយណាស់អូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាតាមដានវីដេអូខ្ញុំបាយ